រាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្នុងវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់មុំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីនៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលប្រកាសដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនៅល្ងាចថ្ងៃទី10ខែមិថុនាឆ្នាំ2025នេះបានបញ្ជាក់យ៉ាងច្បាស់ថាគណៈកម្មការនេះមានភារកិច្ចដូចជាពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារក្តីទៅតុលាការយុត្តិធម៌អន្តរជាតិករណីតំបន់មុំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីតាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់ពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយនឹងមេធាវីអន្តរជាតិសម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិពិនិត្យនិងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការការទូតតាមការចាំបាច់ទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិដើម្បីដំណើរការនីតិវិធីច្បាប់ក្នុងបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការអន្តរជាតិចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្តឹងរហូតដល់បញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិរាយការណ៍អំពីលទ្ធផលការងារនិងស្នើសុំការណែនាំតាមការចាំបាច់ពីប្រមុខរាជរដ្ឋាភិបាលអនុវត្តកិច្ចការងារផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាលគណៈកម្មការនេះមានក្រុមការងារចំណុះចំនួន2គឺក្រុមការងារកិច្ចការច្បាប់និងក្រុមការងារកិច្ចការការទូតសូមជម្រាបជូនដែរថាគណៈកម្មការនេះមានអាដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាប្រធានអមដោយអនុប្រធានចំនួន5រូបរួមមានអាយដាមឧបនាយករដ្ឋមន្ត្រីហងជួនណារុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាអាយដាមឧបនាយករដ្ឋមន្ត្រីកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុតិធធលោកជំទាវភឿងសកលណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអាយដាមឡាមជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនអាយដាមសៀកុសលរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រៅពីប្រធាននិងអនុប្រធានដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលហើយនោះគណៈកម្មការនេះមានសមាជិកចំនួន9រូបផ្សេងទៀតរួមមាននាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទនិងនាយឧត្តមសេនីយ៍ម៉ៅសុផាន់អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកផងដែរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតធ្លាប់បានបញ្ជាក់ថាការយកវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់ទាំង4ខាងលើទៅកាន់តុលាការអន្តរជាតិដើម្បីបញ្ចប់វិវាទព្រំដែនរវាងប្រទេសទាំងពីរដែលបន្សល់ទុករាប់រយឆ្នាំមកហើយ